សាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសัตว์ដែលយើងស្រឡាញ់ហើយសัตว์ក៏ស្រឡាញ់យើងកំពុងតែរត់ដែលហេលហោហើយស្ទាក់មុខចោលស្ទាក់ក្រោយហ្នឹងចាគ្មាននរណាមួយទប់ទឹកនេះបានទេមានអារម្មណ៍មួយព្រិចភ្លាំងបុកអានជាងទ្វារហ្នឹងអូចាម៉ាំងឡើងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងតែថ្លង់ជាមួយនឹងរឿងថាសឹងអាស្រាលខ្លួននេះវាទៅបុកអាកញ្ចក់ហ្នឹងសឹងតែបែកខ្ទេចចាជំរាបសួរបងដែរការពីម្សិលមិញខ្ញុំបានឃើញវីដេអូមួយដែលចាក់ដោតមែនតើដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាក្តុកក្តួលសូម្បីតែខ្ញុំផ្ទាល់ពេលដែលខ្ញុំឃើញវីដេអូហ្នឹងគឺខ្ញុំនិយាយថាយំហ្មងតែខ្ញុំជឿថាបងក៏អារម្មណ៍ឈឺចាប់ជាងពួកយើងទៀតអញ្ចឹងថ្ងៃនេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចង់ដឹងហើយថាមូលហេតុដើមហេតុអីបានអនុស្សាវរីយ៍បងធ្វើការនៅក្នុង30ឆ្នាំតាមខ្ញុំដឹងហើយមើលថែលក្ខីតាំងពីនៅទូចរហូតមកដល់លក្ខីប៉ុណ្ណឹងហើយអញ្ចឹង26ឆ្នាំអញ្ចឹងបងប្អូនក៏មានចម្ងល់ដូចយើងដែរអញ្ចឹងអ្វីដែលខ្ញុំជួបបងនៅថ្ងៃនេះគ្រាន់តែចង់ដឹងចំណុចទុយៗដែលបងអាចប្រាប់ទៅបងប្អូនថាមូលហេតុអីដែលបងសម្រេចចិត្តក្នុងការចាក់ចេញពីកន្លែងការងារឲ្យបែកជាមួយនឹងលក្ខីដែលសំណប់ចិត្តរបស់បងបាទខ្ញុំសូមលើកយកចំណុចដែរចាដែលខ្ញុំមិនការងាររបស់ខ្ញុំនិយាយចំខ្ញុំអត់ចង់ចាក់ចេញសូម្បីតែប្រព័ន្ធខ្យល់ដែរតែនៅធម្មតាទេយើងនៅក្នុងចក្រមការងារតែងតែមានបញ្ហាកើតឡើងនិយាយត្រង់ថាអ្វីដែលខ្ញុំដល់ថ្នាក់ចាក់ចេញពីតំបន់នឹងបានគឺមិនអាចទ្រាំទ្រឬក៏វាថាទោះបីខ្ញុំមិនឈប់ក៏គេត្រូវតែបញ្ឈប់ខ្ញុំដែរគេចង់អញ្ចឹងយើងមានតែពីរផ្លូវទេមានតែពីរផ្លូវទេគេបញ្ឈប់ហើយនឹងយើងសុំឈប់ខ្លួនឯងបាទអាចឈប់សុំឈប់ដោយខ្លួនឯងក៏ដោយសារតែជារឿងមួយដែលខ្ញុំទឹកចិត្តរបស់ខ្ញុំនេះខ្ញុំមានការខ្វាយខ្វល់ពីរឿងសត្វខ្លាំងពេកខ្វាយខ្វល់ពីរឿងសត្វអត់ចំណីខ្លាំងពេកធ្វើឲ្យចរិតរបស់ខ្ញុំនឹងមានអារម្មណ៍មួយក្រៅក្រោកជាមួយនឹងមនុស្សដែលគាត់អត់ខ្វល់ហ្នឹងណាបាទអញ្ចឹងដល់ពេលមានបញ្ហានេះកើតឡើងបានធ្វើឲ្យខាងរដ្ឋបាលរដ្ឋបាលមិនមែនរដ្ឋបាលខាងសួនទេគឺរដ្ឋបាលរបស់អង្គការគាត់គិតថាមិនអាចធ្វើការជាមួយគ្នាបានបាទអញ្ចឹងខ្ញុំនិយាយចំដូចខ្ញុំពាក្យថាអញ្ចឹងគឺគេមិនអាចចង់និយាយថាសុំឈប់និងគេបញ្ឈប់បាទអញ្ចឹងខ្ញុំដោយសារការយោគយល់ខ្ញុំធ្វើការជាមួយនឹងសន្តិយុដែរអញ្ចឹងគេឲ្យខ្ញុំសុំឈប់តាមស្រួលអញ្ចឹងគឺនេះគឺគេឲ្យជំរឿសយើងគឺបែបហ្នឹងតែពេលដែលបងទទួលបានអារម្មណ៍បែបហ្នឹងតើបងយល់យ៉ាងម៉េចដែរដែលបងធ្លាប់ថាយើងតស៊ូជាមួយការងារហ្នឹងនឹងក្តីស្រឡាញ់មួយហ្នឹងរយៈពេលអស់30ឆ្នាំនិយាយចំទៅសឹងតែដល់ចេញពីក្នុងបន្ទប់ប្រជុំកន្លែងប្រជុំនឹងសឹងថាដើរទៅដោយស្រាលខ្លួនបំផុតហ្មងនៅពេលដែលខ្ញុំចេញទៅខ្ញុំបានធម្មតាខ្ញុំមានអារម្មណ៍មួយព្រិចភ្លាំងបុកអានជាងទ្វារហ្នឹងអូចាម៉ាំងឡើងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងតែថ្លង់ជាមួយនឹងរឿងថាសឹងអាស្រាលខ្លួននេះវាទៅបុកអាកញ្ចក់ហ្នឹងសឹងតែបែកខ្ទេចចាខាងខ្មែរយើងគាត់ឃើញអញ្ចឹងគាត់ព្យាយាមមកជួយទប់ជួយអញ្ចឹងក៏ប៉ុន្តែគាត់ថាអានេះជាអារម្មណ៍ដែលខ្ញុំមានអារម្មណ៍តាំងពីចាប់ដើមគេនិយាយអញ្ចឹងមកបាទរហូតដល់ក្រោយមកទៀតហ្នឹងគឺខ្ញុំមានអារម្មណ៍មួយក្តុកក្តួលគ្រប់ពេលនៅពេលដែលខ្ញុំគិតថាថ្ងៃដល់ថ្ងៃអញជប់ទៅអញយ៉ាងម៉េចចឹងយ៉ាងម៉េចមានបញ្ហាយ៉ាងម៉េចអញទៅធ្វើការអីទៅធ្វើណារយៈពេល30ឆ្នាំមិនធម្មតាទេណាហើយសំខាន់បំផុតគឺគាត់មានក្តីស្រឡាញ់ជាមួយនឹងលក្ខីខ្លាំងមែនតើអញ្ចឹងអ្វីដែលគាត់សម្រេចចិត្តចាក់ចេញគឺស្មើនឹងគាត់សម្រេចចិត្តចាក់ចេញពីលក្ខីបាទនៅក្នុងវីដេអូដែលគាត់បានឃើញហ្នឹងនិយាយចំទៅពេលហ្នឹងខ្ញុំធ្វើអារម្មណ៍មួយខ្ញុំអត់ចង់ឲ្យអ្នកផ្សេងទៀតដឹងអ្នកកន្លែងហ្នឹងគាត់ដឹងថាខ្ញុំនឹងទឹកភ្នែកចេញចឹងជាយំទុកអារម្មណ៍ខ្លាំងចាធ្វើមិនឲ្យបានផុតពីកន្លែងហ្នឹងបញ្ចេញមកអស់សាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសត្វដែលយើងស្រឡាញ់ហើយសត្វក៏ស្រឡាញ់យើងកំពុងតែរត់ដែលហេលហោហើយស្ទាក់មុខចោលស្ទាក់ក្រោយហ្នឹងចាគ្មាននរណាមួយទប់ទឹកនេះបានទេពេលដែលបងជិះទៅចេញផុតពីលក្ខីតើអារម្មណ៍របស់បងផ្ដួលបែបណានិយាយចំជុំម៉ូតូដើម្បីជុំម៉ូតូយំឲ្យអស់ចិត្តសិនអូមានកម្មាជាប់នឹងកនជូតទឹកភ្នែកសិន
ចាំដើរទៅមុខទៀតចាំជិះបន្តទៀតចាមូលហេតុអីលាក់គីដឹងថាបងចាក់ចេញខ្ញុំគិតថាអារម្មណ៍សត្វហើយអារម្មណ៍មនុស្សមិនខុសគ្នាក៏ប៉ុន្តែគាត់ថាសត្វមិនចេះនិយាយចានៅពេលដែលខ្ញុំមុនខ្ញុំសិលមិញហ្នឹងមុនសិលមិញហ្នឹងចាគឺខ្ញុំបានទៅអោបឡាគីចាហើយឡាគីអញ្ចឹងប្រម៉ោយចុះទៅក្រោមអញ្ចឹងទៅហើយធ្វើសភាពមួយហៅថាទុនភ្លុនដោយអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញវាភាពស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងបាទដូចដឹងមុនអញ្ចឹងបាទអារម្មណ៍សោកស្ដាយវាមិនខ្ញុំអត់យល់ទេក៏ប៉ុន្តែត្រង់ថាវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជាមួយអញ្ចឹងណាអូហើយដល់ពេលអញ្ចឹងហើយក៏ដួលហើយមិនទេដល់ពេលបន្ទាប់នឹងមកគឺខ្ញុំនឹងថាមូលហេតុដែលវារត់តាមគឺដោយសារតែវាដឹងវានិយាយចំទៅរដងមកវាឃើញម៉ូតូខ្ញុំក៏វារត់តាមដូចគ្នាក៏តែរត់តាមក្នុងនាមថាធម្មតាអត់ស្រែកជេរចាចអត់អ្នកមួយរត់ស្ទាក់ម៉ូតូអញ្ចឹងឯងបាទតែពេលនេះវារៀងសកម្មភាពមួយដូចខ្លាចមកបាទខ្លាចបាត់បង់យើងបាទហើយអារម្មណ៍បងពេលហ្នឹងគឺខ្ញុំថត់ខ្លាំងខ្ញុំជឿដោយសារតែយើងអ្នកមើលយើងខ្លាចផ្សារប៉ុណ្ណឹងហើយតម្រាំអារម្មណ៍បងដែលគាត់នៅជាមួយលាក់គីរយៈពេល26ឆ្នាំទៀតគឺមនោសញ្ចេតនាខ្ញុំគិតថាគឺជ្រាលជ្រៅខ្លាំងមែនតើរហូតដល់ពេលនេះខ្ញុំអត់ហ៊ានមើលទូរស័ព្ទអត់ហ៊ានមើល Facebook អត់ហ៊ានមើល Telegram បាទអត់ហ៊ានមើល chat ដោយសារតែបងប្អូនយើងអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់តម្រៃបាទគាត់ព្យាយាមឆាតទៅអ្នកខ្លះយំអ្នកខ្លះអញ្ចឹងខ្ញុំធ្វើឲ្យខ្ញុំទប់អារម្មណ៍អត់បានដែរដូចគ្នានេះជាមួយទៅគេប្រពន្ធខ្ញុំឡើងឆ្ងល់ម៉ោង3អត់ទាន់ងើបមកឡើងចូលដេកនៅដើរក្នុងផ្ទះក្នុងអីហ្នឹងអញ្ចឹងទៅជាពិសេសយប់មិញនេះគឺខ្ញុំម៉ោងចូល2:10ជាងបានខ្ញុំចូលគេងហើយគេងលក់ហ្នឹងដោយសារតែត្រូវស្រាទៀតបាទហើយម៉ោង3ខ្ញុំភ្ញាក់វិញខ្ញុំនៅតែទទួលយកទី1ខ្ញុំជាយាមគិតថាខ្លួនខ្ញុំអត់ខុសអ្វីដែលខ្ញុំនេះក៏ប៉ុន្តែគេនៅតែគិតថាខ្ញុំខុសបាទហើយទី1អានេះអត់ចិត្តបាទអត់ចិត្តថាទី1បើសិនជាខ្ញុំខុសធំដុំខ្ញុំអត់សំណោះអត់សោកស្ដាយទេបាទអានឹងខ្ញុំអត់សោកស្ដាយតែបើសិនជាខ្ញុំមិនខុសខ្ញុំនឹងមានភាពសោកស្ដាយបាទសោកស្ដាយអ្វីដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានព្យាយាមធ្វើការកន្លងទៅបាទ40ឆ្នាំខ្ញុំតែលាគីតម្រេផ្សេងទៀតគាត់នៅលឺសូនទាំងម៉ូតូខ្ញុំក៏មិនតែដោយសារម៉ូតូថ្មីវាអត់ទាន់លឺច្បាស់តែសម្រាប់លាគីមួយវាស្គាល់មុនហើយហើយចិត្តដល់ពេលបងឈប់ពីការងារអញ្ចឹងហើយធ្វើមិនទៅម៉ូតូដែលបងត្រូវបង់មនុស្សហ្នឹងយើងគិតមិនវិញហ្នឹងខ្ញុំអត់ដឹងថាจะមើលថ្ងៃក្រោយនឹងយ៉ាងម៉េចក៏តែសំខាន់បំផុតត្រង់ថាដើរខ្ញុំហ៊ានគិតមិនហ៊ានបាទគឺយ៉ាងចឹងឥឡូវអ្វីដែលខ្ញុំគិតថាសម្រាប់បងហើយនិងមហាជនទាំងអស់គ្នាបើសិនជាបងប្អូនគិតថានៅក្នុងពេលនេះគឺបងប្រុសគាត់បានឈប់ពីការងារហើយគាត់ក៏មិនទាន់ដឹងថាតើគាត់គួរជ្រើសរើសការងារអីបន្តសម្រាប់ជីវភាពរបស់គាត់ចឹងខ្ញុំគិតថាបើសិនជាបងប្អូនសប្បុរសជនទាំងអស់មានការអាណិតអាសូរគាត់ដែលថានៅក្នុងពេលឥឡូវគាត់អត់មានការងារដែលថាគាត់មានបន្ទុកបងរលួងហើយមានបន្ទុកផ្សេងទៀតខ្ញុំជឿសួរគាត់វិញបើបងប្អូនដែលគាត់ចង់ជួយបងគិតមិនដែរដោយសារតែឥឡូវនេះបងកំពុងតែលំបាកដែរហើយគ្រួសារគាត់យើងស្ដាប់ហើយដែរក៏មិនជាធូរធារដែរគឺគាត់ពិបាកដូចគ្នាហើយឥឡូវនេះគឺគាត់មានបន្ទុកក្នុងការបងលួងម៉ូតូទៀត
ចឹងឥឡូវបើសិនជានៅក្នុងវីដេអូមួយនេះបើសិនជាខ្ញុំចង់សូមឲ្យមហាជនគាត់ជួយបងនៅក្នុងពេលនេះដើម្បីជួយត្រួតត្រងជីវភាពបានខ្លះដោះស្រាយបានខ្លះតែបងយល់មិនដែរបាទវាណាស់កុំឲ្យបងឆ្លើយស្ទើរស្ទាក់ឥឡូវខ្ញុំនេះហ្មងទៅខ្ញុំដូចចាប់ទុកថាមានបងប្អូនណាដែលគាត់មានទឹកចិត្តអាណិតអាសូរដែលគាត់ធ្លាប់លះបង់ពេលវេលាហើយនឹងកម្លាំង30ឆ្នាំដែលគាត់មើលថែស្រឡាញ់សត្វព្រៃស្រឡាញ់ធម្មជាតិដើម្បីពួកយើងទាំងអស់គ្នានេះគឺជាការលើកទឹកចិត្តផងគាត់ខ្ញុំជឿជាក់ថាបងប្អូននឹងជួយគាត់ដោយសារក្នុងពេលឥឡូវគឺគាត់អត់មានការងារធ្វើទេអញ្ចឹងការជួយបន្តិចបន្តួចនៅថវិកាដែលជួយលើកទឹកចិត្តគាត់ដែលផ្ដល់កម្លាំងចិត្តឲ្យគាត់ដែលឲ្យគាត់បន្តកុំឲ្យអស់សង្ឃឹមគ្រប់យ៉ាងគឺមានមហាជនស្រឡាញ់បងច្រើនហើយគ្រប់គ្រងនៅទង្វើល្អផងបងដែលបងស្រឡាញ់សត្វដែលជាសត្វទេតែគាត់ស្រឡាញ់គាត់មានមនោសញ្ចេតនាមើលថែបងគឺខ្ញុំមិនមែនទៅស្គាល់គាត់ថ្ងៃហ្នឹងទេគឺខ្ញុំស្គាល់គាត់យូរតាំងពីជំនាន់លំផាត់មែនមើលទាំងអស់ត្រូវហ៎បើគាត់ថាសំណប់ចិត្តហ្នឹងគឺលាក់គីអញ្ចឹងគាត់បាយពីលាក់គីមិនធម្មតាអញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះគឺខ្ញុំចាប់ទុកថាខ្ញុំពួកយើងសូមជំនួសគាត់ចង់ព្រោះដោយសារគាត់ក៏មិនចង់រំខានដល់បងប្អូនទាំងអស់គ្នាដែរតែខ្ញុំគិតថានេះគឺជាអ្វីដែលពួកគាត់ត្រូវតែបានពីទឹកចិត្តបងប្អូនហើយខ្ញុំជឿជាក់ថាបងប្អូនក៏មិនខុសពីខ្ញុំដែរទឹកចិត្តយើងបន្តិចបន្តួចជួយទៅគាត់ដើម្បីឲ្យគាត់មានកម្លាំងចិត្តបន្ថែមថាបងប្អូនពិតជាស្រឡាញ់គាត់ម្នាក់$1ក្តី$2ក្តីតាមទឹកចិត្តតាមអ្វីដែលបងប្អូនអាចជួយទៅគាត់បានបាទដើម្បីចង់ថាលើកទឹកចិត្តហើយឲ្យគាត់បន្តឡើងហើយឲ្យអស់សង្ឃឹមនៅការតស៊ូដែលបងខំប្រឹងធ្វើកន្លងមកធ្វើមិនពេលវេលានេះវាធម្មតាមានជួបមានបែកអញ្ចឹងធ្វើមិនបើគាត់ជាមួយនឹងលាក់គីអស់និស្ស័យត្រឹមនឹងដោយសារកត្តាសំខាន់ដោយសារកត្តាផ្សេងដែលជំរុញឲ្យគាត់បានបែកគ្នាអញ្ចឹងមានតែចាប់ពីថ្ងៃនេះទៅបងព្យាយាមធ្វើចិត្តនិយាយទៅធ្វើចិត្តដូចខ្ញុំអញ្ចឹងហ៎បងត្រូវតែព្យាយាមទទួលយកការពិតអញ្ចឹងយើងត្រូវតែតស៊ូទាំងអស់គ្នាហើយក៏ខ្ញុំអរគុណទុកជាមុនខ្ញុំជឿជាក់ថាបងប្អូនប្រកាសជានឹងជួយគាត់ហើយទោះជាទឹកចិត្តតិចក្តីច្រើនក្តីគឺជាការលើកទឹកចិត្តបងប្អូនទាំងអស់គ្នាទៅកាន់ពួកគាត់ក៏ប៉ុន្តែខ្ញុំមើលតែគាត់ខ្ញុំធ្លាប់ស្គាល់គាត់គឺមនុស្សគាត់គឺមានចិត្តហើយស្រឡាញ់ធនធានធម្មជាតិស្រឡាញ់សត្វព្រៃដូចចឹងទៅគឺគាត់គឺជាធនធានមួយដែលជួយដល់ពួកយើងមកផ្នែកដែរអញ្ចឹងយើងជាកម្លាំងចិត្តដល់ពួកគាត់ខ្ញុំកម្លាំងចិត្តបងឯងឲ្យបងឯងតស៊ូឲ្យកុំឲ្យបងឯងអស់សង្ឃឹមនិងស៊ូទៅមុខទៀតបាទហើយក៏អរគុណដល់បងប្អូនទុកជាមុនផងដែរដែលថាយើងរំពឹងថាបងប្អូននឹងផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ទាំងអស់គ្នាហើយក៏អរគុណដល់បងហើយនឹងក៏អរគុណដល់បងប្អូនទាំងគ្នាផងដែរអីយ៉ាឥឡូវខ្ញុំកាអីចាឥឡូវខ្ញុំដឹងថាទុកលំបាកបងប្របានពីប្រាប់ប្រាប់បងស្រីឆ្នាំមករាហើយចំពោះខ្ញុំផ្ទាល់ជា team production របស់ក្រុមហ៊ុន Lagamo អញ្ចឹងចាប់ដើមចេញពីខ្ញុំតែម្ដងទឹកចិត្តខ្ញុំតែម្ដងឧបត្ថម្ភបងប្រុស$40,000រៀលអូខាងបាទអរគុណអូយខាងណាសិទ្ធិយោនេះនេះបាទសិទ្ធិយោនេះហើយបងមានអីលើកទឹកចិត្តលើកទឹកចិត្តបាទបងនិយាយទៅបងអត់នៅម្នាក់ឯងទេបងមានបងស្រីមានអ្នកក្រាមមានប្រជាពលរដ្ឋទាំងអស់នៅកំប្រូបងឯងទៀតនៅលើទឹកចិត្តបងដើម្បីឲ្យបងបន្តនៅអ្វីដែលជាខ្លួនបងល្អការពារធម្មជាតិនិងសត្វព្រៃបាទបន្តដំណើរបងអញ្ចឹងបើសិនបើជាប្រជាពលរដ្ឋឬក៏បងបងណាដែលចង់មិនថាឆ្ងាយថាចិត្តទេបើថាឆ្ងាយបាញ់អេក៏បានដែរតែខ្ញុំជឿជាក់ថាបងប្អូននឹងមើលទៅតាមក្នុងបណ្ដាញសង្គមច្រើនអញ្ចឹងតាម ABA ទៅគឺលឿនបាទតាម ABA ទៅចូលដល់គាត់តែម្ដងអរគុណទៅឲ្យបងប្អូនទាំងអស់គ្នាដើម្បីងាយស្រួល scan យកថវិកាមួយចំនួនដែលលើកទឹកចិត្តគាត់ហើយក៏បន្តក្នុងការរឹងមាំបន្ថែមបាទអញ្ចឹងមានតែជូនពរបងហើយឲ្យបងឯងខិតខំប្រឹងរឹងមាំនឹងដើរទៅមុខបន្តទៀតហើយកុំឲ្យអស់សង្ឃឹមសោះបងបាទអរគុណបាទឥឡូវនេះមេខ្ញុំគាត់ជូនសាប៊ូដល់ខ្លួនឲ្យបងដល់ខ្លួនហើយសលេងជូនគ្រប់នេះមេខ្ញុំក្តាមជូនដល់ប្រពន្ធបងអរគុណច្រើនបងបាទអរគុណបងប្អូនរបស់គ្នាម្ដងទៀតបាទអរគុណច្រើនបាទតស៊ូចឹងសម្រាប់បងប្អូនដែលគាត់ចង់ឧបត្ថម្ភថវិកាទៅបងប្រុសបងប្អូនទាំងនេះអាចបាញ់ទៅឲ្យគាត់ផ្ទាល់តែម្ដងនេះគឺជាតុង FA របស់គាត់ណាបងប្អូនទាំងគ្នាខ្ញុំនឹងដាក់ខាងក្រោមនៅ comment របស់ខ្ញុំដូចជានៅក្នុងវីដេអូរបស់ខ្ញុំគឺបងប្អូននេះបាញ់មកគឺចូលដល់បងប្រុសតែម្ដងបាទអរគុណបងប្អូនទាំងគ្នាទុកជាមុន